រាជធានីភ្នំពេញត្រូវបានសាងសង់ជាលើកដំបូងនៅក្នុងសតវត្សទី15ក្នុងអំឡុងរជ្ជកាលព្រះបាទស្រីសុរិយោពណ៌ហៅព្រះបាទពញាចាតនៅពេលដែលព្រះអង្គបោះបង់ចោលរាជធានីអង្គរហើយបានមកសាងសង់រាជធានីថ្មីមួយទៀតនៅទួលបាសានក្នុងខេត្តស្រីសឈរដែលសពថ្ងៃត្រូវបានគេស្គាល់ថាជាស្រុកស្រីសន្ធរខេត្តកំពង់ចាមព្រះអង្គបានគង់នៅទីនោះបានតែមួយឆ្នាំគត់ដោយសារតែមានទឹកជំនន់រាល់រដូវវស្សាព្រះអង្គបានផ្លាស់ប្ដូររាជធានីហើយបានមកសាងសង់រាជធានីថ្មីមួយទៀតតាមបណ្ដោយមាត់ទន្លេចតុមុខហៅទន្លេមុខ4នៅក្នុងឆ្នាំ1434ដែលសពថ្ងៃជារាជធានីភ្នំពេញការសាងសង់ព្រះបរមរាជវាំងនៅរាជធានីភ្នំពេញមានចំនួន2លើកលើកទី1ក្នុងរជ្ជកាលព្រះបាទពញាយ៉ាតក្នុងសតវត្សទី15លើកទី2ក្នុងរជ្ជកាលព្រះបាទនរោត្តមក្នុងសតវត្សទី19ទើបឋិតថេរការសាងសង់ព្រះបរមរាជវាំងនៅរាជធានីភ្នំពេញមាន2លើកដោយសារតែបន្ទាប់ពីការសាងសង់លើកទី1ឆ្នាំ1434រហូតដល់ឆ្នាំ1497រាជវាំងត្រូវបានផ្លាស់ទៅរាជធានីអង្គរវិញក្រោយពីអង្គរទៅពោធិ៍សាត់រួចទៅបរិបូរណ៍បន្ទាប់មកទៅលង្វែកហើយទៅឧដុង្គបន្ទាប់ពីឧដុង្គរាជវាំងត្រូវបានត្រឡប់មកសាងសង់ជាលើកទី2នៅរាជធានីភ្នំពេញនៅក្នុងឆ្នាំ1865ហើយទៅបានឋិតថេររហូតមកដល់សព្វថ្ងៃ